ការនៅហ៊ានមួយថ្ងៃចាយតែ20,000រៀលមានអារម្មណ៍ថាច្រើនណាដល់ឥឡូវមួយថ្ងៃចាយដល់$100មានអារម្មណ៍ថាធម្មតាសង្ឃឹមថានៅថ្ងៃអនាគតអាចមានសមត្ថភាពចាយរហូតដល់មួយថ្ងៃ$1,000ហើយអារម្មណ៍ក៏អាចនៅធម្មតាដូចឥឡូវដដែលមនុស្សទី1ដែលខ្ញុំអរគុណគឺប៉ារបស់ខ្ញុំដែលខិតខំប្រឹងប្រែងរកលុយចិញ្ចឹមប្រពន្ធចិញ្ចឹមកូនហើយខ្ញុំអាចហ៊ានចប់រហូតដល់ថ្នាក់ទី12មនុស្សទី2គឺជាម៉ាក់របស់ខ្ញុំដែលនៅផ្ទះមើលថែកូនបោកកៅអៅដាំបាយដាំទឹកហើយជូនកូនទៅរៀនទៀតមនុស្សទី3គឺខ្ញុំអរគុណខ្លួនឯងដែលបោះបង់ចោលខ្លួនឯងសោះហ្មងខិតខំប្រឹងប្រែងរកលុយធ្វើការដើម្បីយកលុយទៅរៀនបញ្ចប់បញ្ញាបត្រហើយយកចំណេះទាំងអស់ហ្នឹងទៅរៀនបន្ថែមជាមួយនឹងជំនាញបូកផ្សំយកមកចេញរកស៊ីបានសប្តាហ៍ហ្នឹងវីដេអូមួយនេះគឺខ្ញុំធ្វើឡើងដើម្បីលើកទឹកចិត្តអ្នកទាំងអស់គ្នាដែលកំពុងតែនៅភាពពិបាកខៃខ័រខ្ញុំធ្លាប់ឆ្លងកាត់មកហើយតែឥឡូវហ្នឹងខ្ញុំអត់ពិបាកដូចមុនពេកទេជីវិតរស់នៅបានយ៉ាងសុខស្រួលហើយវីដេអូហ្នឹងខ្ញុំក៏ធ្វើដើម្បីទុកមើលខ្លួនឯងនៅថ្ងៃដែលខ្ញុំមានសមត្ថភាពរកលុយអាចចាយរហូតក្នុងមួយថ្ងៃ$1,000ដែលអត់ចាំបាច់មានអារម្មណ៍ថាខ្វាយខ្វល់ពីអីទាំងអស់ខ្ញុំធ្វើបានអ្នកទាំងអស់គ្នាក៏ធ្វើបានដូចគ្នាជឿខ្ញុំមើល